មហាសេដ្ឋី Jeff Bezos បង្ហើបអាថ៌កំបាំង6ចំណុចជាទ្វារបើកកំណោះរកឃើញទ្រព្យមហាសាលលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនយក្ស Amazon ត្រូវបានគេស្គាល់មកហៅថាជាបុគ្គលមានទ្រព្យសម្បត្តិច្រើនដាច់គេលំដាប់ទី3នៅលើពិភពលោកពោលមានរហូតដល់ទៅ 204.5 ពាន់លានដុល្លារបើផ្អែកតាមការស្ទាបស្ទង់ពីទស្សនាវដ្តី Forbes ទន្ទឹមនឹងភោគទ្រព្យដ៏ច្រើនមហាសាលបែបនេះគឺកើតចេញពីការខិតខំប្រឹងប្រែងកាប់ឆ្ការបន្លាត្រួសត្រាយផ្លូវជីវិតព្រមទាំងការជួបនៅរឿងរ៉ាវជាច្រើនរាប់មិនអស់ទើបកើតចេញបានជាមេរៀនពីភាពជោគជ័យចំនួន6ចំណុចទុកជាមូលដ្ឋានគ្រឹះសម្រាប់អ្នកដទៃផ្សេងទៀតដើរឆ្ពោះទៅឲ្យកាន់តែមានភាពងាយស្រួលជាងមុននិងមានទិសដៅស្គាល់ផ្លូវត្រឹមត្រូវជាងមុនរឿងទី1កុំខ្លាចនៅការស្រមៃធំឲ្យសោះត្រូវមានមហិច្ឆតាហើយក៏ត្រូវតែមានចក្ខុវិស័យឲ្យបានវែងឆ្ងាយរឿងទី2ក្នុងអាជីវកម្មតែងតែមានបញ្ហាដូច្នេះយើងត្រូវមានគំនិតឲ្យទូលំទូលាយហើយក៏ត្រូវទាមទារឲ្យចេះគិតក្រៅប្រអប់ផងដែររឿងទី3យកអ្វីជាភាពលេចធ្លោឬចំណង់ចំណូលចិត្តមកជាការងារបង្កើតប្រាក់ចំណូលពេលណាដែលអ្នកធ្វើអ្វីមួយជាចំណូលចិត្តហើយនោះអ្នកអាចងើបពីព្រឹកព្រលឹមចូលសម្រាប់យប់ជ្រៅហើយទោះជួបបញ្ហាប្រឈមអ្នកក៏នៅញញឹមសប្បាយចិត្តក្នុងការធ្វើវាពោពេញដោយសក្តានុពលរឿងទី4កុំខ្លាចនឹងសាកល្បងហ៊ានសម្រេចចិត្តហ៊ានស៊ីហ៊ានសងប្រសិនបើអ្នកនៅតែព្យាយាមធ្វើវាម្ដងហើយម្ដងទៀតមិនបោះបង់អ្នកនឹងកាន់តែមានគំនិតច្នៃប្រឌិតកាន់សមត្ថភាពជាបន្តបន្ទាប់រឿងទី5ហ៊ានលបងនឹងរឿងហានិភ័យបើបរាជ័យក៏អាចឲ្យយើងរៀនពីកំហុសបានដូចគ្នារឿងទី6ជោគជ័យពិតប្រាកដមិនមែនដោយសារអ្នកណាអភិវឌ្ឍលឿនមុនគេទេតែវាអាស្រ័យលើថាអ្នកខ្លួនឯងផ្ទាល់បានកំណត់គោលដៅនៃរយៈពេល1ឆ្នាំ5ឆ្នាំឬ10ឆ្នាំរបស់អ្នកបានសម្រេចឬក៏យ៉ាងណា